ខ្ញុំទៅបានឃើញរដ្ឋបាលខេត្តសៀមរាបគាត់ផុសថ្មីៗនឹងឯងហើយក៏ចង់ចែករំលែកប្រាប់បងប្អូនទាំងអស់គ្នាអញ្ចឹងពីការរៀបចំបាញ់ទឹកតាមចង្វាក់ភ្លេងរយៈពេល3ថ្ងៃបងប្អូននៅក្នុងខេត្តសៀមរាបយើងក្នុងមួយសប្តាហ៍គឺបាញ់ទឹកតាមចង្វាក់ភ្លេង3ថ្ងៃបងប្អូនទាំងអស់គ្នាគឺថ្ងៃសុក្រថ្ងៃសៅរ៍និងថ្ងៃអាទិត្យហើយក៏ចែកជា2ដំណាក់កាលគឺបាញ់ទឹកលើកទី1វេលាម៉ោង6:45នាទីល្ងាចដល់ម៉ោង7:25នាទីគឺការបាញ់ទឹកលើកទី1នេះគឺរយៈពេល40នាទីហើយការបាញ់ទឹកលើកទី2គឺនៅម៉ោង7:50នាទីដល់ម៉ោង8:30នាទីរយៈពេលបាញ់ទឹកគឺ40នាទីដូចគ្នាបងប្អូនអ្វីដែលខ្ញុំចង់ចែករំលែកប្រាប់បងប្អូនទាំងអស់គ្នាហ្នឹងពេលដែលយើងដឹងពេលវេលាម៉ោងដែលគេបើកទឹកបាញ់ទឹកហ្នឹងគឺយើងបានទៅដល់ថតផ្តិតរូបភាពស្អាតៗចឹងណាបងប្អូនពីព្រោះថារយៈពេល3ថ្ងៃនេះគឺការបាញ់ទឹកហ្នឹងមានត្រឹមតែ40នាទីទេអញ្ចឹងពេលដែលយើងដឹងនាទីដឹងវេលាទៅដល់គឺបានថតរូបស្អាតៗចឹងណាបងប្អូនមួយវិញទៀតព័ត៌មាននេះផងដែរគឺរដ្ឋបាលខេត្តសៀមរាបហ្នឹងទៅតែផុសកាលពីម្សិលមិញទេបងប្អូនទាំងអស់គ្នាអញ្ចឹងសង្ឃឹមថាបងប្អូនទាំងអស់គ្នានឹងបានដឹងពេលវេលាពេលដែលបាញ់ទឹកបងប្អូនហើយនេះគឺគៀកចូលឆ្នាំខ្លាំងមែនតើបងប្អូនបើនិយាយពីការតុបតែងនៅតាមដងស្ទឹងសៀមរាបវិញគឺរួចរាល់ជាបណ្ដាអញ្ចឹងកុំភ្លេចណាបងប្អូនទាំងអស់គ្នាវិចសំពីមកលេងសង្ក្រានខេត្តសៀមរាបយើងទាំងអស់គ្នាខែក្រោយនេះឯងបងប្អូនជិតដល់មែនតើអរគុណច្រើនបងប្អូនទាំងអស់គ្នាដែលបានទស្សនាវីដេអូមួយនេះមុនទៅណាបងសើណាអង្គនេះមុនទៅណាចេះច្រើនអស់ហើយឆ្នាំខ្ញុំគឺខុសគ្នាទាំងអស់ដើមឈើខុសគ្នាប្រើខុសគ្នាទាំងអស់អត់មានចេះបល់អាកញ្ចប់អីនេះទៅនោះទៅអត់ទេមកកញ្ចប់គឺឬដងបាតគឺកាពះពវៀនផ្សេងគ្នាទាំងអស់ឬដងច្រមុះថ្ងៃនេះខ្ញុំសូមបញ្ជាក់ឬដងច្រមុះគឺអាសាផ្ដាសាយសវាំងភ្នែកនិងអាសាកដាស់និងប៉ះចង្ហាប៉ះម៉ាស៊ីនត្រជាក់អីហ្នឹងពិបាកណាស់បាក់ហ្មងគឺថប់ដង្ហើមមើលអាសាកដាស់ជួនណាធ្វើឲ្យយើងទុកក៏មិននេះក៏វាលមាស់ច្រមុះលមាស់ភ្នែកវាប៉ះពាល់ត្រជាក់នេះទៀតវាធ្វើយើងហឹងត្រជាក់ម្ដងមកកាលដែរដល់កើតយូរមេឃត្រជាក់អញ្ចឹងមិនបាច់ទេពិបាកណាស់